Thế trong lo và tôi của cô Penny cơ bị bằng mì mà đồng bà mì đá. Hôm nay có chàng bị bằng mì đá nào lăng bị tổ chưa lòng mì đá nhiều mọi người. Ok. Chiaដំបងសុំលំអរកាយគ្រប់ជម្រាបសួរទៅដល់លោកអ្នកបងប្អូនជាទីគោរពនិងជាទីរាប់អានអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីទៀតហើយគឺចង់ឲ្យអ្នកនរគ្នាទៅទស្សនាវីដេអូមួយក្រុមតន្ត្រីគាត់លេងសម្រាប់ភ្ញៀវទេសចរអញ្ចឹងណាភ្ញៀវទេសចរមិនថាប្រទេសណាឬក៏មកពីខាងណាទេគឺលក្ខណៈថាឲ្យតែអ្នកណាដែលគាត់ចង់ដឹងចង់ស្គាល់អំពីប្រពៃណីអត្តសញ្ញាណអំពីសិល្បៈរបស់ជនជាតិដើមគឺពួកគាត់តែងតែលេងជូនបាទហើយនៅក្នុងនោះគឺគាត់កំពុងពួកគាត់ដាក់ក្រុមតន្ត្រីឬក៏ដាក់ឧបករណ៍តន្ត្រីហ្នឹងគឺនៅក្នុងសាលារងបាទសាលារងពីដើមគឺវែងមែនទែនឬក៏នៅក្នុងផ្ទះមួយដែលសម្រាប់ជាសារមន្ទីរសម្រាប់តាំងឧបករណ៍របស់ជនជាតិដើមភាគតិចបាទហើយផ្ទះដែលពួកគាត់លេងនេះគឺវែងមែនទែនបាទសម័យដើមគឺមានបាទប៉ុន្តែនៅប្រទេសវៀតណាមគឺនៅតែមានរហូតដល់សព្វថ្ងៃផ្ទះហ្នឹងគឺមានប្រវែងរហូតដល់ទៅ40ម៉ែត្រឬក៏50ម៉ែត្រឬក៏100ម៉ែត្រតាមដែលទំហំគ្រួសារពីមុនណាប៉ុន្តែផ្ទះនេះគឺខ្ញុំគិតថាប្រហែលជា40ម៉ែត្រទៅ50ម៉ែត្រច្រើនមែនទែនហើយភ្ញៀវទេសចរគឺនៅច្រើនហើយនៅក្នុងនោះគឺភ្ញៀវទេសចរកំពុងតែអង្គុយលេងពួកគាត់មើលលេងភ្លេងអ្នកនរគ្នាចាប់អារម្មណ៍អត់ថាផ្ទះហ្នឹងអ្នកនរគ្នាមើលទៅខាងក្រោយគឺវែងមែនទែនហើយខាងក្រោយនោះគឺយើងបានឃើញថា foreigner ឬក៏ភ្ញៀវទេសចរបរទេសបាទបរទេសដែលយើងតែងតែចំណាំថាពួកគាត់មានមុខសហើយជាមុខគាត់ស្រួលអញ្ចឹងណាបាទខាងក្រោយនោះហើយខាងមុខនេះក៏ជាភ្ញៀវទេសចរដែរហើយនៅកណ្ដាលនេះគឺជាក្រុមតន្ត្រីរបស់បងប្អូនជនជាតិដើមភាគតិចបាទឥឡូវយើងទៅទស្សនាទាំងអស់គ្នាបាទអ្នកនរគ្នានៅក្នុងវីដេអូនេះគឺយើងឃើញថាភ្ញៀវទេសចរនេះគាត់ enjoy ជាមួយនឹងភ្លេងហ្នឹងគាត់សប្បាយចិត្តជាមួយនឹងការលេងភ្លេងហើយគាត់បានទស្សនាហើយអ្នកខ្លះគាត់នៅស្ងៀមទេគាត់ងក់ក្បាលអញ្ចឹងណាបាទគាត់កន្ត្រាក់តាមភ្លេងអញ្ចឹងទៅណាបាទអូខេអ្នកនរគ្នាមួយទៀតគឺខ្ញុំចង់និយាយអំពីក្រុមតន្ត្រីមួយនេះបាទអ្នកខ្លះគាត់ថានៅពេលដែលខ្ញុំមានគ្រួសារហើយនៅពេលដែលខ្ញុំមានកូនហើយគឺខ្ញុំអត់ចង់ដើរទៅលើផ្លូវហ្នឹងទេខ្ញុំអត់ចង់ធ្វើអ្វីដែលសប្បាយទេខ្លាចគេថាយើងចេះថាចុះពីព្រោះយើងមានកូនហើយអញ្ចឹងណាប៉ុន្តែជាក់ស្ដែងពូដែលនៅខាងក្រោយនោះខ្ញុំគិតថាពួកគាត់គឺមានកូន3កូន4ហើយសឹងតែកូនគាត់ក៏មកអស់ហើយអ្នកនៅខាងមុខនេះគឺខ្ញុំគិតថាមិនមែនជាកមុំទេប្រហែលជាកូន1កូន2ប៉ុន្តែពួកគាត់នៅតែរក្សាអ្វីដែលពួកគាត់បានរៀនតាំងពីក្មេងមកអ្វីដែលពួកគាត់នៅបានរៀនគឺពួកគាត់ប្រើបាទសម្រាប់ជាប្រយោជន៍ទៅដល់ក្មេងជំនាន់ក្រោយទៀតហើយបើសិនជាយើងរៀនយើងកប់ចោលនៅដែលហ្នឹងហើយយើងរៀនមានន័យអីប៉ុន្តែសម្រាប់ពួកគាត់រៀនហើយពួកគាត់នៅតែធ្វើរហូតដល់ពួកគាត់ចាស់ទៅពួកគាត់នៅតែអនុវត្តបាទតោះ
អ្នកនរគ្នាអ្នកនរគ្នាសម្គាល់អត់ថាអ្នកណាជាមេក្រុមប៉ុន្តែសម្រាប់ខ្ញុំគិតថាបងលេងហ្គីតានេះជាមេក្រុមបាទជាប្រធានអញ្ចឹងណាបាទការលេងភ្លេងរបស់ពួកគាត់ល្អមែនទែនបាទទាំងស្រីទាំងប្រុសបាទពួកគាត់សហការគ្នាបានល្អមួយទៀតអ្នកនរគ្នាជាគោលបំណងរបស់ខ្ញុំជាកំណត់របស់ខ្ញុំគឺថ្ងៃអនាគតខ្ញុំចង់ឃើញក្រុមច្នៃយុទ្ធ RTK Group មានក្រុមតន្ត្រីបែបហ្នឹងហើយមានផ្ទះមួយសម្រាប់ដាក់ឧបករណ៍ហើយនឹងតាំងសម្ភារៈរបស់បងប្អូនជាដើមតិចធ្វើផ្ទះវែងដូចពីមុនអញ្ចឹងណារក្សានៅកេរដំណែលដូនតាយើងពីមុនគាត់ធ្វើផ្ទះវែងនៅកម្ពុជាគឺអស់លេងហើយប៉ុន្តែនៅប្រទេសវៀតណាមគឺនៅច្រើនហើយខ្ញុំសង្ឃឹមថាថ្ងៃណាមួយគឺខ្ញុំនឹងធ្វើផ្ទះវែងនឹងមួយអូខេអ្នកនរគ្នាក្នុងវីដេអូនេះគឺខ្ញុំបានលេងសើចខ្លះហើយខ្ញុំសប្បាយព្រោះខ្ញុំអស្ចារ្យជាមួយនឹងក្រុមតន្ត្រីមួយនេះហើយសង្ឃឹមថាអ្នកនរគ្នាបានទស្សនាហើយសូមជួយ like ជួយ follow ម្នាក់មួយដើម្បីឲ្យខ្ញុំបាន react វីដេអូបន្តទៀតដើម្បីឲ្យអ្នកនរគ្នាបានទស្សនាហើយនឹងបានមើលផងដែរបាទអរគុណច្រើនបាយបាយ